សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យចំនួន5នាក់ក្នុងករណីក្មេងទំនើងបង្កហិង្សាវាយគ្នាទៅវិញទៅមកដែលហេតុការណ៍នេះបានកើតឡើងនៅពេលវេលាម៉ោង 3:50 នាទីយប់រំលងអធ្រាត្រថ្ងៃទី29 ខែឧសភាឆ្នាំ2026នៅត្រង់ចំណុចខាងមុខក្រាសាំង PTT ផ្លូវលេខ371សង្កាត់អូបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញឃាត់ខ្លួននៅវេលាម៉ោង 5:30 នាទីព្រឹកថ្ងៃទី29ខែឧសភាឆ្នាំ2026នៅចំណុចភូមិប្រឡាយមានជ័យសង្កាត់ស្ទឹងមានជ័យទី1ខណ្ឌមានជ័យរាជធានីភ្នំពេញក្រុមទី1ឈ្មោះអាហ្វាភក្តីភេទប្រុសអាយុ21ឆ្នាំមុខរបរបុគ្គលិកក្លឹបស្នាក់នៅផ្ទះជួលភូមិទ្រា2សង្កាត់ស្ទឹងមានជ័យទី1ខណ្ឌមានជ័យរាជធានីភ្នំពេញ2ឈ្មោះនីរតីភេទស្រីអាយុ24ឆ្នាំមុខរបររត់តុស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែខណ្ឌរិស័យកែវរាជធានីភ្នំពេញទី3មានឈ្មោះខាន់ស្រីនាងភេទស្រីអាយុ22ឆ្នាំមុខរបរសាឡនស្នាក់នៅក្នុងផ្ទះជួលផ្លូវលំភូមិទ្រា2សង្កាត់ស្ទឹងមានជ័យទី1ខណ្ឌមានជ័យរាជធានីភ្នំពេញក្រុមទី2ឈ្មោះថៃម៉ៃវិសាលភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិឫស្សីសង្កាត់ស្ទឹងមានជ័យទី2ខណ្ឌមានជ័យរាជធានីភ្នំពេញទី2មានឈ្មោះសេងវិសាលភេទប្រុសអាយុ17ឆ្នាំមុខរបរព្រូឡានស្នាក់នៅផ្ទះជួលសង្កាត់ចំការដូងខណ្ឌដង្កោរាជធានីភ្នំពេញបច្ចុប្បន្នក្មេងទំនើងទាំងពីរក្រុមកំពុងតែធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ